សំណួរសួរថាតើកម្មវិធីសិក្សាថ្នាលបឋមឬក៏យើងហៅកាត់ថា PLP គឺជាអ្វីហេតុអ្វីបានជាសិស្សានុសិស្សចាំបាច់ត្រូវសិក្សាតាមប្រព័ន្ធ PLP មួយនេះតើការសិក្សាតាមប្រព័ន្ធ PLP ឬក៏យើងហៅកាត់ថាថ្នាលបឋមនេះផ្ដល់នូវគុណសម្បត្តិអ្វីខ្លះដល់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្នបាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនដែលជាសិស្សានុសិស្សទាំងអស់គ្នាបាទថ្ងៃនេះដែរចេញមកឆ្លើយតបទៅនឹងសំណួររបស់ពុកម៉ែបងប្អូនក៏ដូចជាអាណាព្យាបាលសិស្សានុសិស្សមួយចំនួនដែលតែងតែចោទសួរអំពីបញ្ហាបាទឲ្យសិស្សបាទយកទូរស័ព្ទមកបង្កើតក៏ដូចជាភ្ជាប់នៅកម្មវិធីសិក្សាថ្នាលបឋមឬក៏យើងហៅកាត់ថា PLP នេះឯងអញ្ចឹងគូបញ្ជាក់ផងដែរថាកម្មវិធីសិក្សាថ្នាលបឋមឬក៏ PLP នេះគឺទើបតែដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2025នេះទេហើយការដាក់ឲ្យប្រើប្រាស់នេះគឺដើម្បីគ្រប់គ្រងដល់ការរៀននិងបង្រៀនក៏ដូចជាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនិងការត្រួតពិនិត្យទៅលើបាទការសិក្សារបស់បងប្អូនសិស្សានុសិស្សក្នុងកម្រិតបឋមសិក្សាហើយកម្មវិធីសិក្សាថ្នាលបឋមនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនក្នុងការរួមចំណែកលើកកម្ពស់គុណភាពបាទវិស័យអប់រំនៅក្នុងកម្រិតបឋមសិក្សាតាមរយៈការទាញយកប្រយោជន៍ជាច្រើនអំពីការរីកចម្រើននៃបច្ចេកវិទ្យា Digital សម្រាប់ការអប់រំនៅកម្ពុជាជាពិសេសគឺឆ្លើយតបទៅនឹងទិសដៅរបស់ក្រសួងអប់រំក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលក៏ដូចជាការបំពេញបន្ថែមដល់គ្រូបង្រៀនលើការអនុវត្តវិធីសាស្ត្របង្រៀនអំណាននិងគណិតវិទ្យាថ្នាក់ដំបូងដែលមានឈ្មោះថាកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាថ្នាក់ដំបូងហើយការផ្ដល់ជូនទាំងអស់នេះគឺដើម្បីធានាឲ្យបានថាសិស្សនៅពេលដែលបញ្ចប់ថ្នាក់បឋមសិក្សាគឺពួកគាត់អាចចេះអានចេះសរសេរនិងចេះគិតលេខបានល្អប្រសើរជាងមុនហើយចំពោះសារៈប្រយោជន៍ដែលសិស្សអាចនឹងទទួលបានអំពីការសិក្សាតាមប្រព័ន្ធកម្មវិធីថ្នាលបឋមឬក៏យើងហៅកាត់ថា PLP នេះគឺសិស្សអាចចូលទៅប្រើប្រាស់កម្មវិធីសិក្សាថ្នាលបឋមឬក៏ PLP នេះដើម្បីអនុវត្តសកម្មភាពការសិក្សាប្រចាំថ្ងៃរបស់ពួកគាត់បានដោយផ្អែកទៅលើបាទកញ្ចប់សៀវភៅក៏ដូចជាខ្លឹមសារនៅវីដេអូអំពីលំនាំនៃការបង្រៀនទៅលើមេរៀនប្រចាំថ្ងៃក៏ដូចជាសំណួរធ្វើតេស្តលើមុខវិជ្ជាផ្សេងៗដូចជាភាសាខ្មែរគណិតវិទ្យាវិទ្យាសាស្ត្រនិងមុខវិជ្ជាផ្សេងទៀតដើម្បីឲ្យពួកគាត់អាចមានការអភិវឌ្ឍបំណិនត្រេះរិះពិចារណាឲ្យកាន់តែស៊ីជម្រៅហើយលើសពីនេះទៅទៀតនោះគឺលោកគ្រូអ្នកគ្រូក៏ដូចជាមាតាបិតាឬអាណាព្យាបាលសិស្សក៏អាចតាមដានការសិក្សារបស់កូនរបស់ពួកគាត់និងផ្ដល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលាដោយផ្អែកទៅលើទិន្នន័យនៃការសិក្សារបស់កូនក៏ដូចជាលទ្ធផលសិក្សាប្រចាំថ្ងៃប្រចាំសប្តាហ៍ឬប្រចាំខែជាដើមតាមរយៈការចូលទៅរៀនក៏ដូចជាធ្វើតេស្តនៅក្នុងកម្មវិធីប្រព័ន្ធ PLP នេះផងដែរសរុបមកវិញការដាក់ឲ្យប្រើប្រាស់នៅប្រព័ន្ធសិក្សាថ្នាលបឋមឬក៏ហៅកាត់ថា PLP នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនដែលជាសិស្សានុសិស្សកម្រិតបឋមសិក្សាជាពិសេសគឺបងប្អូនបាទដែលរៀនយឺតនិងបងប្អូនដែលមិនមានពេលគ្រប់គ្រាន់បាទក្នុងការទៅរៀននៅសាលាឯកជនបាទមានន័យថាចេញពីសាលារដ្ឋទៅគឺគាត់នៅតែផ្ទះបាទធ្វើតែកិច្ចការងារផ្ទះដូច្នេះគាត់អាចបាទចូលប្រើប្រាស់ក្នុងប្រព័ន្ធ PLP នេះដើម្បីស្វ័យសិក្សាបន្ថែមក៏ដូចជាបាទចូលទៅធ្វើតេស្តទៅលើមុខវិជ្ជាណាមួយដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសមត្ថភាពនៃការសិក្សារបស់គាត់បាទប្រចាំថ្ងៃឬក៏ប្រចាំខែអញ្ចឹងទៅហើយពុកម៉ែបងប្អូនកុំបាច់មានការព្រួយបារម្ភថាការសិក្សាតាមប្រព័ន្ធ PLP នេះខ្លាចថាមានមេរៀនមិនដូចជាការសិក្សានៅសាលារៀនគឺអត់ទេគ្រប់មេរៀនទាំងអស់គ្រប់វីដេអូបង្រៀនទាំងអស់គឺដូចទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលដាក់ឲ្យប្រើប្រាស់នៅតាមសាលារៀនដូចគ្នាហើយមិនតែប៉ុណ្ណោះបងប្អូនដែលជាសិស្សានុសិស្សក៏អាចស្រាវជ្រាវបន្ថែមអំពីបណ្ណាល័យសៀវភៅនៅក្នុងប្រព័ន្ធ PLP នេះផងដែរនៅក្នុងនេះគឺមានបាទសៀវភៅជាច្រើនប្រភេទគ្រប់កម្រិតគ្រប់ថ្នាក់ដែលបងប្អូនសិស្សានុសិស្សអាចធ្វើការស្រាវជ្រាវបន្ថែមបានហើយបច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធ PLP ក៏ដូចជាថ្នាលបឋមនេះគឺមានប្រហែលជា100សាលារៀនហើយដែលកំពុងដាក់ឲ្យដំណើរការហើយ
បច្ចុប្បន្នក៏មានគ្រូបាទប្រហែលជាង 1000 នាក់និងសិស្សជាង 40000 នាក់ដែរដែលបានចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ PLP នេះដូច្នេះសំណូមពរដល់មាតាបិតាក៏ដូចជាអាណាព្យាបាលសិស្សដែលមានពេលវេលាគ្រប់គ្រាន់ឬក៏មានទូរស័ព្ទណាដែលទំនេរគឺកុំភ្លេចណាយកមកសាលារៀនដើម្បីជួបជាមួយលោកគ្រូអ្នកគ្រូដើម្បីឲ្យបាទពួកគាត់ភ្ជាប់នៅកម្មវិធីក៏ដូចជាដំឡើងនៅកម្មវិធី PLP និងណែនាំអំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធ PLP នេះផងដែរបាទជាចុងក្រោយគោរពជូនពរពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសិស្សានុសិស្សបាទជួបតែសំណាងល្អហើយកុំភ្លេចខិតខំប្រឹងប្រែងសិក្សារៀនសូត្របាទនៅផ្ទះបន្ថែមនៅខ្លួនឯងឲ្យបានកាន់តែច្រើនបាទសូមអរគុណ